របៀបឆែកមើលតើមានអ្នកណាគេ tag យើងនៅក្នុង Facebook របស់យើងនិងវិធីបិទ tag ឲ្យគេ tag យើងចូលទៅក្នុង Facebook បាទអញ្ចឹងបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញពីរបៀបឆែកមើល tag ហើយនឹងបិទ tag ណាបងប្អូនណាបាទអញ្ចឹងឥឡូវយើងចូលទៅក្នុង Facebook បងប្អូនបាទយើងចូលទៅមើលក្នុង Facebook បាទអញ្ចឹងពេលដែលបងប្អូនចូលមកដល់ក្នុង Facebook ហើយបងប្អូនចុចលើសញ្ញាត្រី3នេះណាបងប្អូននេះណាសញ្ញាត្រី3នេះនេះសញ្ញាត្រី3នេះនេះសញ្ញាត្រី3នេះណាបងប្អូនណាបាទចុចបងប្អូនចុចលើសញ្ញាត្រី3ហ្នឹងមករួចហើយបងប្អូនយកត្រង់រូប profile របស់យើងហ្នឹងបងប្អូនណានេះរូប profile របស់យើងបងប្អូនចុចលើរូប profile យើងមករួចហើយបងប្អូនយកត្រង់នេះចំណុចនេះបងប្អូនណាចូលក្នុងឡើងមកហើយបងប្អូនចូលមើលពាក្យថា review post and tag នេះបងប្អូនណាហើយយើងមកមើលតើមានអ្នកណាគេ tag យើងចូលមកខ្លះបាទនេះបងប្អូនណាច្រើនណាស់អ្នក tag ខ្ញុំប៉ុន្តែវាអត់អាចចូលទៅក្នុង profile របស់ខ្ញុំបានទេអញ្ចឹងវាចូលមកនៅក្នុងនេះណាបងប្អូនណាបាទអញ្ចឹងអានេះគឺការបង្ហាញតែមានអ្នកណាគេ tag យើងអត់ណាបងប្អូនណាគឺវាអត់បានបង្ហាញនៅក្នុង profile យើងទេប៉ុន្តែដោយសារខ្ញុំបានបិទអញ្ចឹងវារត់ចូលមកនៅក្នុងកន្លែងនេះណាបងប្អូនណាបាទយើងបានបិទហើយគឺវារត់ចូលក្នុងនេះបាទអញ្ចឹងបន្តមកទៀតខ្ញុំមកបង្ហាញថាពីរបៀបនៃការបិទ tag របស់យើងវិញការបិទ tag របស់បងប្អូនណាអញ្ចឹងបងប្អូនចូលទៅក្នុងពាក្យនេះចូលទៅដល់សារ clip នេះវិញណាសារ3ចំណុច3ជ្រុងនេះបាទរួចហើយបងប្អូនយកពាក្យថា setting and privacy នេះណាបងប្អូនណា setting and privacy បងប្អូនចូលទៅក្នុងហ្នឹងមករួចហើយបងប្អូនយកពាក្យថា setting នេះណាបាទចូលក្នុង setting ហ្នឹងមករួចហើយបងប្អូនចុចទៅក្រោមអុសទៅក្រោមបងប្អូនណាអុសទៀតបាទនេះរួចហើយបងប្អូនមកឃើញពាក្យថា profile and tagging នេះបាទអញ្ចឹងបងប្អូនចូលទៅក្នុង profile and tagging មកនេះរួចហើយបងប្អូនយកនេះ who can see តើជំនួសនេះ who can see post you tag in on your profile អញ្ចឹងនេះកន្លែងនេះនេះណាបាទអញ្ចឹងខ្ញុំចុចលើកន្លែងនេះមកខ្ញុំបងប្អូនកុំយក everyone កុំយក friend and friend ណាបងប្អូនយកបើបងប្អូនចង់បិទមិនឲ្យគេឃើញបងប្អូនយក only me នេះ only me បងប្អូនណាបងប្អូន click លើនឹងមកចេញសញ្ញាខៀវនេះមកបាទrồiបងប្អូនចុច save rồiហើយបងប្អូនមើលចំណុចទី2ត្រង់កន្លែងនេះនេះបងប្អូនណាបាទrồiហើយបងប្អូនយកពាក្យថា only me ទៅដែរមកrồiហើយបងប្អូនចុចពាក្យថា save នេះចុចពាក្យថា save ហ្នឹងមកបាទអញ្ចឹងរួចរាល់ហើយបងប្អូនណាវាមានតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងប៉ុណ្្នឹងមកគឺមិនអាច tag យើងចូលទៅបានក្នុង profile របស់យើងទៀតបានទេបើថាបងប្អូនខ្លះគាត់បើការរកលុយតាម Facebook ហ្នឹងបើគាត់មាន tag មានអីច្រើនព្រោះធ្វើឲ្យ Facebook គេចាប់យើងបងប្អូនណាយើងខុសគោលការណ៍របស់ Facebook បាទអញ្ចឹងសម្រាប់ clip នេះខ្ញុំមានតែប៉ុណ្្នឹងទេណាបងប្អូនណាវិធីនៃការឆែកមើល tag និងការបិទ tag ណាបងប្អូនណាអរគុណច្រើនបងប្អូនសម្រាប់ការតាមដាន clip របស់ខ្ញុំបើសិនបងប្អូនគិតថាវាមានប្រយោជន៍សម្រាប់បងប្អូនយើងផ្សេងទៀត
បងប្អូនកុំភ្លេចជួយចុច like ចុច share ឲ្យខ្ញុំអ្នកមួយផងណាបងប្អូនណាហើយចុច follow មួយផងបាទអរគុណច្រើនជំរាបលា